ដើម្បីរបបកំហឹងរបស់អញអាត្មាសូមទោសកោះបាយសម្លដែលសល់ពីដង្វាយសែនអ្នកតាស្ទឹងធ្វើជាចង្ហាន់នៅពេលនេះហើយសូមឲ្យកុសលផលបុណ្យចូលកើតមានដល់ម្ចាស់បាយសម្លគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយវងត្រីទាំងនេះពិតជាឃ្លានអាហារជាងអាត្មាអញទៅទៀតដូច្នេះគួរអាត្មាអញបរិច្ចាគបាយសម្លបន្